ជាធម្មតាមាន់ដុតគឺគេដុតទាំងមូលប៉ុន្តែសម្រាប់ខ្ញុំអត់ទេគឺខ្ញុំដុតកាប់ជាដុំទូចៗបែបនេះដើម្បីឲ្យវាទាន់សភាពការអញ្ចឹងណាបងប្អូនអរគ្នាចាខ្ញុំមានមាន់មួយចាហៀងចាមានរំដេងពលក្រៃខ្ទឹមសហើយនិងល្ក្រូចសើចហើយមាន់គឺខ្ញុំកាប់ជាដុំទូចៗល្មមហើយខ្ញុំដំគ្រឿងទាំងអស់ហ្នឹងឲ្យម៉ត់មកបន្ទាប់មកគឺយើងរោយជាមួយនឹងម្សៅស៊ុបហើយបន្ថែមជាមួយនឹងប្រេងខ្យងបន្តិចដែរដើម្បីឲ្យមាន់ដុតរបស់យើងវាមានជាតិឆ្ងាញ់អញ្ចឹងណាបងប្អូនអរគ្នាបន្ទាប់មកយើងកូរច្បល់វាឲ្យសព្វមកចាហើយខ្ញុំដុតជាមួយត្រយូងចេកអញ្ចឹងគឺខ្ញុំរៀបត្រយូងចេកខាងក្រោមហើយដាក់ប្រេងឆាបន្តិចទៅចាបន្ទាប់មកយើងចាក់មាន់ចូលហើយយើងដាក់កូរកាដោយសារតែមាន់នេះតិចដែរអញ្ចឹងខ្ញុំអត់ដាក់ច្រើនទេខ្ញុំដាក់តែកន្លះកំប៉ុងទេបន្ទាប់មកយើងគ្របហើយយកវាទៅដាក់ដុតទៅចាហើយឆ្លៀតពេលនោះដែរគឺខ្ញុំក៏មកធ្វើទឹកត្រីឲ្យហើយដែរបងប្អូនអរគ្នាកុំឲ្យខាតពេលអញ្ចឹងណាចាអញ្ចឹងយើងមានខ្ទឹមសមានម្ទេសយើងបុកវាម៉ត់មកហើយមូលហេតុដែលខ្ញុំដុតមាន់អត់សូវប្រៃហ្នឹងដោយសារតែយើងយកមកជ្រលក់ជាមួយនឹងទឹកត្រីអញ្ចឹងបើសិនជាយើងដុតរៀងប្រៃទៅយើងញ៉ាំជាមួយទឹកត្រីគឺអត់ត្រូវគ្នាទេបងប្អូនអរគ្នាអញ្ចឹងហើយទើបខ្ញុំដាក់ដុតសាបល្មមអញ្ចឹងណាចាហើយទឹកត្រីរបស់យើងអត់មានអីច្រើនទេគឺយើងបុកខ្ទឹមហើយម្ទេសឲ្យម៉ត់បន្ទាប់មកយើងដាក់ជាមួយនឹងស្ករសប៊ីចេងហើយទឹកត្រីហើយចំពោះទឹកត្រីបើសិនជាយើងចង់បុកទឹកត្រីឆ្ងាញ់គឺយើងកុំយកទឹកត្រីដែលមានរសជាតិប្រៃខ្លាំងពេកព្រោះបើសិនជាទឹកត្រីប្រៃខ្លាំងពេកយើងយកមកធ្វើទៅតថែមទឹកហើយរសជាតិក៏វាអត់សូវឆ្ងាញ់ដែរចាហើយឥឡូវនេះមាន់ដុតរបស់ខ្ញុំក៏ឆ្អិនដែរបងប្អូនអរគ្នាហើយនិយាយពីថាអូយក្លិនឡើងឈ្ងុយមែនតើបងប្អូនអរគ្នាហើយតំណងណាបងប្អូននិយាយពីថាយើងដុតចឹងទៅគឺចូលជាតិមែនតើអត់ដូចយើងដុតទាំងមូលទេចាយើងដុតទាំងមូលវាអត់ចូលជាតិសពដូចជាយើងដុតទូអញ្ចឹងទេយើងចំណាយពេលរៀងយូរអញ្ចឹងណាអញ្ចឹងបើយើងប្រញាប់អីលៃលកបែបនេះទៅបងប្អូនចាហើយសម្រាប់វីដេអូនេះក៏មានតែប៉ុណ្្នឹងទេអរគុណបងប្អូនអរគ្នាដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ចាំជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ